ซุปหมกនេះទាំងខ្ញុំទាំងគេភាគច្រើនគឺដែរសូវស្គាល់ទេអានេះគឺស៊ុបត្រីស្ពៃជូរបែបចិនដែលយើងធ្វើឡើងតែពីគ្រឿងផ្សំគោលសំខាន់តែពីរមកទេបងប្អូនមានត្រីជាមួយនឹងស្ពៃជូរប៉ុន្តែបើនិយាយពីរសជាតិវិញគឺឆ្ងាញ់ខ្លាំងហ្មងសម្រាប់ត្រីបងប្អូនអាចប្រើជាត្រីផ្ទក់ដូចខ្ញុំអញ្ចឹងក៏បានត្រីក្រហមឬក៏ត្រីអីផ្សេងក៏បានដែរយើងភ្លះយកឆ្អឹងវាចេញហើយហាន់សាច់ត្រីជាប្រទះរាងស្ដើងអញ្ចឹងត្រីមួយក្បាលដែលខ្ញុំយកមកធ្វើនឹងគឺមានទម្ងន់កន្លះគីឡូបងប្អូនហើយទាំងក្បាលទាំងឆ្អឹងខ្នងអីវានឹងកាប់វាទុកម្ដុំមកហើយគ្រប់មុខម្ហូបរបស់ខ្ញុំគឺថាអត់អាចអត់ម្សៅស៊ុបរ៉ូឌីបានទេគឺខ្ញុំប្រើចំនួន1ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេម្រេចបន្តិចហើយបើសិនជាបងប្អូនមានស្រាចិនអាចបន្ថែមបន្តិចមកហើយសម្រាប់អានេះគឺម្សៅពោតបងប្អូនឬក៏ម្សៅឆាក៏បានដែរដាក់ចូល1ស្លាបព្រាបាយប្រឡាក់វាឲ្យចូលជាតិសព្វល្អហើយយើងបន្ថែមពងមាន់ក៏បានពងទាក៏បានប៉ុន្តែយកតែពងសទេដាក់ចូលហើយបងប្អូនច្បល់វាធ្វើមិនឲ្យបែកម៉ត់ល្អជាងមកណាប៉ុន្តែធ្នមដៃបានហើយដើម្បីកុំឲ្យវាបែកសាច់ត្រីហើយចុងក្រោយគេបន្ថែមល្ងបន្តិចជាមួយប្រេងឆាបន្តិចមកគ្រឿងបន្ទាប់មកទៀតយើងមានខ្ញីខ្ទឹមសម្ទេសជ្រក់ម្ទេសក្រៀមគល់ខ្ទឹមហើយស្ពៃជូរយើងហាន់វាទុកឲ្យហើយមកបន្ទាប់មកយើងដាក់ប្រេងឆាបងប្អូនទុកឲ្យវាក្តៅបន្តិចយើងដាក់ឆ្អឹងត្រីជាមួយនឹងក្បាលជាមួយនឹងអីហ្នឹងចៀនវាពី3នាទីឲ្យឆ្អិនសិនមកណាបងប្អូនចាំចាក់គ្រឿងទាំងប្រមាណមុខមិញចូលមកឆាវាឲ្យឡើងក្លិនរាងឈ្ងុយមួយល្មមសិនយើងដាក់ស្ពៃជូរចូលឆាស្ពៃជូរពី3នាទីហើយបងប្អូនចាក់ទឹកចូលមួយល្មមមកអានេះមិនបាច់ចាំដាក់ទឹកច្រើនពេកទេហើយគ្របគម្របទុកឲ្យវាចេញជាតិប្រហែលជាខ្ទង់5នាទីសិនណាបងប្អូនចាំស្រង់កាកវាចេញបើសិនជាបងប្អូនចង់ញ៉ាំមួយចានម្នាក់យើងដួសដាក់មួយចានទៅឬក៏ចង់ញ៉ាំរបៀបជាកូនឆ្នាំងដូចខ្ញុំអញ្ចឹងដាក់ដូចខ្ញុំក៏បានដែរហើយសម្រាប់ទឹកមិញហ្នឹងដាក់ឲ្យវាឡើងពុះខ្លាំងម្ដងទៀតហើយបងប្អូនយកសាច់ត្រីដែលយើងបានប្រឡាក់ឲ្យស្រាប់ហ្នឹងដាក់ចូលកូរសាច់ត្រីនៅក្នុងទឹកពុះហ្នឹងប្រហែលតែ30វិនាទីយើងបិទភ្លើងភ្លាមណាបងប្អូនអានេះអត់ទុកយូរទេទៅទុកយូរវាផុយសាច់ត្រីអត់ស្វិតឆ្ងាញ់ទេតោះមកយើងដួសទាំងសាច់ត្រីទាំងទឹកហ្នឹងស្រោចពីលើឆ្នាំងឬក៏ចានស៊ុបរបស់យើងទៅសម្រាប់ស្លឹកខ្ទឹមសជាមួយនឹងម្ទេសអានេះគឺគេដាក់រាងច្រើនហើយបន្ទាប់មកយើងកដៅប្រេងឆាឲ្យក្តៅស្រោចពីលើតែប៉ុណ្្នឹងទៅស៊ុបស្ពៃជូរបែបចិនរបស់យើងគឺរួចរាល់ហើយណាហើយរសជាតិវិញគឺមកឆ្ងាញ់បងប្អូនក្លិនឈ្ងុយជូរតិចហើយរាងសាបល្មមសម្រាប់ខ្ញុំចង់ឲ្យគ្រប់មុខម្ហូបកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់